นะโมพุทธิยะสัทธังธัมมังสังฆังนะมิเอยอหังរីខ្ញុំតាំងសតិលះចិត្តអស្មិនមក្សកាចំពោះព្រះពុទ្ធព្រះធម៌ព្រះសង្ឃគឺត្បូងអង្គព្រះពុទ្ធសាសនានេះត្រៃប្រណាមសង្ខេបាបន្ទាប់ទៅរាមេតាបេតាគុណังនមស្ការគុណមេតាបៃតាមហាពលៈកម្លាំងសូមគុណទឹកខ្សិលមកតតាំងប្រឆាំងនឹងភាពអវិជ្ជាពលគឺគុណមេតាបៃតាគុណគ្រូអាចារ្យឧបច្ឆេគុណអក្សរ33ព្យញ្ជនៈ33ប្រការគុណស្រៈនានាស្រៈវិស័យផងពហុទេវីអន្តទេវីគុណังអហិមំព្រមណੰគុណប្រព្រំផងកន្ធភទេវីអញ្ជើញមកប្រសិទ្ធលើត្បូកជួយរក្សាក្រុងមហោស្រពចបៃត្រៃប្រណាមសង្ខេបបែបសាសនាបែបទំនៀមខ្ញុំសូមបញ្ចប់ពីស្ងៀមទុកឱកាសជូនគ្រូឆ្វេងដៃគឺលោកគ្រូមូសូដាហៅមួយទៀតថាសដាជ័យទុកសម្រាប់លោកគ្រូនមស្ការតទៅទៀតដោយភក្តីកំដរតាយាយតាមគេហថាតណៃកំដរអ្នកដែលជាពិសេសលោកគ្រូអ្នកគ្រូឯកឧត្តមជាគណៈអធិបតីនៅក្នុងមហោស្រពឋានតោះលោកគ្រូនមស្ការម្ដងបន្ទាប់ជាប់បន្តពីលោកគ្រូនូនសុកទេសូមលើកហាត់គោរពម៉ែពុកដល់ជាធំលើកម្រាមទាំង10គោរពសមាគមមន្ត្រីតូចធំទាំងប្រុសស្រីគុំឲ្យព្រះពុទ្ធពធព្រះសង្ឃជាពិសេសមេត្តាបៃតាពុបការីសាធុគោរពអស់លោកសពមុខមន្ត្រីដែលបានបើកកម្មវិធីមហោស្រពប្រឡងជប៉ុនដងវែងឆ្នាំ2025តាំងពីខ្ញុំប្រឡងជាប់ឆ្នាំ2021ខ្ញុំតែងចំណាំដល់2025ប្រឡងបាន2ដងក្រោយទៀតអ្នកខ្លាំងបានច្រើនដងអញ្ចឹងអិចប្រឡងចំបៃហ្នឹងមិនមែនធម្មតាមែនដើរច្រៀងតាមកលែងប៉ុនតាមកលែងការប្រឡងនឹងសុទ្ធតែបែបថ្នាក់ជាតិចំបៃយើងនឹងគោរពអត់ឲ្យឃ្លាតជាតិបង្កើតមកកុំឲ្យបាត់បង់ឯ
ហើយចឹងគោរពអស់លោកប្រុសនិងលោកស្រីដែលបានចូលរួមនៅក្នុងកម្មវិធីបើកមហោស្រពប្រឡងចំបៃដងវែងអុចអ្នកប្រឡងមាន5នាក់ខ្ញុំបាទឃើញជាក់សុទ្ធតែក្មេងៗឯងចុះណាយកមនុស្ស100មកប្រឡងអុចផ្នែកជាបៃហើយដងវែងសុទ្ធតែក្មេងៗស្រស់ព្រឹមប្រៃនឹងហើយបានគេរៀបចំកម្មវិធីប្រធានបទតំពាំងស្នងរស័យបាទដើម្បីប្រឡងនៅផ្នែកសិល្បៈចំបៃគេដូនតាមកសប្ថ្ងៃឲ្យយើងនាំគ្នាថែរក្សាអុចអើយនូនសកអញ្ចឹងខ្ញុំបាទគោរពប៉ុណ្ណឹងទៅចោះបាទខ្ញុំធ្លាប់មានប្រពន្ធអ្នកឯងនៅកន្លោះមកគោរពប៉ុណ្ណឹងទៅចោះមកកន្លោះរៀងចាស់មិនទៅដាល់បាល់ដល់ប្រពន្ធដល់កូនអើយខ្ញុំតែងតែជួបលោកគ្រូនួនសុកអុចស្រស់នឹងសែនស្នោះណាអុចគាត់កន្លោះមែនតែកន្លោះចាស់គាត់មិនដែលបានឃើញសោះមុខស្រីអេឈប់សិនលោកគ្រូសដាជ័យមិនក៏ឲ្យឈប់បាទឈប់នឹងខ្ញុំចង់សួរបន្តិចព្រោះវាត្រូវហើយរឿងខ្ញុំមិនតាន់មានប្រពន្ធមានកូនទេលោកគ្រូស័ក្តិសធាជួបខ្ញុំមិនមែនម្សិលមួយថ្ងៃជួបម្សិលមិញគាត់សួរមើលលោកប្អូនសុកមានប្រពន្ធនៅឲ្យបានកូនប្រមាណនឹងអីគ្រូធាលោកគ្រូស័ក្តិសធាគ្រូភ្លេងខ្ញុំនឹកលោកគ្រូសយសារ៉េតមិនទាន់បានឮសំឡេងគាត់អូសំឡេងនៅក្នុងវិទ្យុជាតិកាលពីមុនរឿងតម្លង់7សណ្ដានគេឲ្យដើរតួធ្វើអាចារ្យធ្វើជាលោកអាចារ្យមិនមែនធ្វើអាចារ្យទេណាធ្វើជាលោកអាចារ្យរឿងតម្លង់7សណ្ដានមួយលោកគ្រូឈិនឈៀងនៅគ្រូសុផាអីនោះចាំហ៎ឥឡូវលោកគ្រូសដាជ័យឈប់សិនស្លេះចបៃខ្ញុំចង់សួរមុខស្រីនឹងដូចមនុស្សយើងដែលអត់ទេអើយអូយចំណែកស្រីក៏ដូចតែគ្នាទេគ្រាន់តែខុសតែមួយស្អាតមួយមិនទៅស្អាតមួយតមួយនិយាយអញ្ចឹងខ្លួនខ្ញុំបាទអញ្ចឹងឲ្យឆ្ងល់យ៉ាងប្រកាសទៅចុះខ្ញុំក៏មុខមនុស្សមានអីខុសមើលប្រាប់ឲ្យមកចត់ខ្ញុំអូយកលែងខុសនឹងប្រាប់ទៅចោះព្រោះអ្នកឯងនឹងមកទលាប់អត់ឲ្យជម្រាបឲ្យមកចត់អត់នឹងមានអត់អីទេតែអត់ដែលឃើញមុខស្រីចឹងហ៎ណាខ្ញុំទទួលស្គាល់ថានឹងគឺថាមិនខុសខ្ញុំមិនដែលលើឃើញសោះសំបីតែមុខអាកាគូសំលេងគេព្រោះមិនដែលបានឃើញគេមួយថ្ងៃរហូតដល់នាងអ្នកសម្របសម្រួលឈ្មោះស្រីមុំពិធីក៏យើងហៅតាមសាមញ្ញណាការពិតការអ្នកសម្របសម្រួលទេនាងស្រីមុំសំលេងគេបែបបិសំស្ដាប់បីទៅសំជាគូដៃនឹងប្អូនប្រុសថេងកំសប៉ុន្តែសំឡេងគេព្រោះពេលក្រែកខ្ញុំចង់ស្គាល់មុខណាស់នាងស្រីប៉ុន្តែមិនហ៊ានទៅប៉ះគេអីក្រែងសង្សារគេរករឿងមកលើខ្ញុំចង់សួរគ្រូណែសដាណាឥឡូវខ្ញុំសួរមិនបាច់សួរនាងកាគូទេគេលោកគ្រូមិនស្គាល់ឥឡូវសួរតានាងអ្នកសម្របសម្រួលស្រីមុំអូចតើសាច់គេនៅកំមុំមីរូបគេបែបតំណងសឿងគ្រូឯងឃើញយ៉ាងម៉េចមើលរៀបបីចំឲ្យសមគ្រឿងយ៉ាលោកគ្រូនុនសុកចង់រករឿងអើយឲ្យខ្ញុំសំគ្រឿងស្រីមុំដែរគ្រូមើលឃើញស្រីមុំអុចគិតគេនឹងមានលក្ខណៈល្អណាស់បញ្ញពិតកល្យាណីត្បិតខ្លួនជាស្រីពេញលក្ខណៈពេលគេចង់ក្បិនមកឈោធ្វើជីវទីការនីដូចជាទេវតាចុះមកវិសួគាលេអេចំកន្លែងនេះនឹងខ្ញុំសូមតវ៉ាគ្រូហើយគ្រូជ័យសូដាថានាងស្រីមុំបញ្ចពិតកល្យាណីតាមស្ត្រីខ្មែរគេនិយាយមិនសូវឮអីប៉ុន្តែចំណែកនាងមុំស្រីនិយាយឮខ្លាំងណាស់រួចអាម៉េចបានជានិយាយឮគ្រូឯងប្រាប់ខ្ញុំឲ្យបានច្បាស់នាងមុំនឹងនិយាយឮខ្លាំងណាស់បើសិនអត់មានជំនួយច្បាស់ជាសុភាពជាងបញ្ចពិតទៅទៀតគ្រូហើយគ្រូហេតុអីបាននាងមុំនឹងនិយាយឮអីឮម្លឹងលោកគ្រូនួនសោកក៏ថាឆ្ងល់តែស្រីមុំនៅគ្រូរៀងទូចមិនសំឡេងក៏ធំបាទ
សងស័យបានធុងបាសបងអូនស្នាក៏មិន ដល់ ដឹង គាត់អត់ដែរបានឃើញបានក៏សួរខ្ញុំសំលេងស្រីមុំពីរោះក្រៃ បាទ ពីរោះនឹងពីរោះឯកសំលេងគាត់ប្លែកដោយសារធុងបាសយងទេដឹងរៃអេ យ៉ាប់មកម៉េងមករូងនេះយ៉ាប់ហើយ មែនតែយងសំលេងហើយមុំស្រីយងអ្នកจะไปឲ្យច្រៀងពីរោះដែរ សាធុសាធុការវរៈប្រែថាពោជយាបានដល់លោកគ្រូពីដើមបញ្ចពិតកល្យាណីគេនិយាយមិនលឺទេដូចរអ៊ូគ្រាន់តែថាមីនាងណាចាម៉ែ ហើយជាសម័យគេសពថ្ងៃវាទំនើ បាទ ប សម័យសពថ្ងៃគេពឹងមីក្រូមិនថាខ្ញុំមិនថាលោកគ្រូបើអត់សោនបងអូនស្នាបងអូនរតនាទេមិនបាច់ពឹងទេអង្គុយរអ៊ូចុះអញស្រែកមិនក៏មិនលឺព្រោះអត់ធុងបាសឥឡូវខ្ញុំចង់សួរបន្តិចទៀតមុនចូលប្រធានបទខ្ញុំចង់ដឹងណាមិញលោកគ្រូប្រាប់ខ្ញុំថាខ្ញុំនឹងមើលមិនឃើញសោះដូចមិនដឹងច្បាស់អំពីរឿងមុខស្រីហើយនឹងប្រុសវាខុសគ្នាត្រង់ណាមើលលោកចបៃ អើយនួនណាយនួនសុកអើយមិនដែលឃើញមុខចេះតែបញ្ជាក់ពាក្យខ្លីៗថាប្រុសហើយនឹងស្រីតែមុខខុសគ្នាដែរទេប្រុសនឹងគេទៅសេថាប្រុសបចង្រោថាអូដល់ប្រុសសចង្រោដាក់ស្អីនឹងស្រីវាខុសគ្នាកលែងទៅសេខុសគ្នា ជប់គ្រូសូដា បាទ ភ្នែកអត់ពីការប៉ិនសរសេរបាត់ផ្ចេញជាអ្នកមួយ បាទ បចង្រោដាក់ស្រអូកកោតអានប្រុសដែរមិនចេះព្រួយបចង្រោដាក់ស្រអូកបាត់សមិនក៏អានកាតលោកគ្រូហើយមិនក៏មិនបន្ថែមមួយឲ្យឆាប់ចាប់អើយ ហើយគ្រូឯងស្ដាប់មិនតន់ខ្ញុំនឹងគ្រាន់តែបញ្ជាក់តាលោកឯងនឹងបានយល់ឬទេតែផ្លេចនឹងគ្រាន់តែបុកទេបុកនឹងផ្លេចដាក់ចុង ហាមានបុកដាក់ចុងដាក់គល់ទៀត អូយអាសសនឹងអើយខ្ញុំរៀបបំរុងគ្រាន់តែបុកជើងផ្លេចទៅសេចុងគេហៅថាសបចង្រោសាអូតអសប្រុស អូត្រូវហើយអញ្ចឹងដល់នេះត្រូវហើយ គ្រាន់តែអាននឹងទៅឲ្យខុសតើលោកគ្រូឌុនសុកដឹងតែខុសដែរឬអីអញ្ចឹងលោកគ្រូឌុនសុកគាត់ពីការភ្នែកអត់ឃើញទេគាត់តែចេះតែសេនឹងគេដឹងតែខុសដឹងតែត្រូវ អញ្ចឹងកាលដំបូងឡើយនិយាយពីរឿងលោកគ្រូដុនសុកអត់មើលឃើញអីសំណោះគាត់ណាបងប្អូនហើយបើសិនតែបានថវិកាអ្វីទៅបានសៀបទៀតបានស្ទើរតែនឹងដៃ ពឹងដៃគ្រូ ដល់ពេលទៅទិញអីរាប់បច្ច័យបានត្រឹមតែដៃអង្គុយអ៊ីរាប់ទេ បាទ សំណោះគាត់ដែរកាត់មកអើយពិការភាពតាំងពីក្មេង តាំងពីក្នុងពោះ អញ្ចឹងពូកែខាងសំលេងយកពីឧបករណ៍ចេះនឹងអត់មានសំចៃអីតាំងពីខ្លុយតាំងពីបៃពកតាំងពីរនាតឯករនាតដែកតាំងពីយបៃតាំងពីត្រូសអើយអេតសល់អីតាំងពីខ្លុយក៏ចេះដែរ ប៉ុន្តែខ្ញុំចង់បញ្ជាក់លោកគ្រូសូដាខ្លុយនឹងចំចេះមែនហើយណា បាទ ប៉ុន្តែខ្ញុំអត់ប្រាជ្ញាចេះផ្លុំខ្លុយមួយយ៉ាង ខ្លុយអី ខ្លុយនឹងគឺខ្លុយបងចាច់ខ្ញុំមិនចេះទេអត់សំអាងប្រឡោះងាប់ខ្ញុំ អត់ចេះខ្លុយ មានន័យថាបើខ្លុយនឹងវាលឺខ្លាំងពេកខ្ញុំអត់ហ៊ានបញ្ចេញរូបរាងខ្លុយបងចាច់អាចាច់នឹងគឺសំលេងវាលឺពេកសំលេងវាលឺខ្លាំងពេកដល់ថ្នាក់វាបែកសំលេងខ្លះណាអាហ្នឹងខ្លុយបងចាច់ខ្ញុំមិនចេះទេលោកគ្រូអ្នកច្រៀងបើខ្លុយធម្មតាខ្លុយមូលខ្លុយចំហៀងអានឹងខ្ញុំធានាឲ្យគ្រូបាទអើយប៉ុន្តែខ្លុយណាវាលឺចាច់ពេកខ្ញុំផ្លុំបំបានអើយ អញ្ចឹងលោកគ្រូចាញ់តែខ្លុយមួយប៉ុណ្ណឹងឯង បាទចាញ់តែខ្លុយ ខ្ញុំ នឹងវាលឺ អាច ពេក ដឹង បាទ ឲ្យលោកគ្រូចេះឲ្យប្របែកភ្លេងបុរាណឧបករណ៍អីក៏លោកអាចទៅបានតែលោកគ្រូខ្លាចតែខ្លុយមួយ អញ្ចឹងប៉ុណ្ណឹងទៅចោះ បាទ គ្រូអើយនន់សក់អញ្ចឹងយើងគិតចាប់គិតកាក់គិតចាក់គិតវៃ ស្អីនោះ
បងជាប់លេ ចឹ ខ ងចោតឆ្លើយអំពីចបៃអំពីសាច់ក្តីនៃវិធាននៅបត់ទេ ចប់យ៉ាគ្រូសដាមកពីបន្ទាយមានជ័យមកនៅភ្នំពេញជុំកូនប្រុសស្រីមិនកូនងារួចធ្វើដំណើរមកតាមណាប្រងជាប់លេខមិនមកដល់នយកឋានហើយបងគិតចាក់ពុកបាក់ពុកជឹកបាក់បាក់រឿងកាលបានឥឡូវខ្ញុំចង់ឆ្ងល់បន្តិចទៀតមុនចូលប្រធានបទបាទឆ្ងល់អីអាមិញបានជាជាប់លេខជាប់នឹងផ្លែកខ្ញុំឆ្ងល់ខ្លាំងម៉ូតូគ្រូប្រើប្រេងឬមួយប្រើសាំងណាខ្ញុំឆ្ងល់ខ្លាំងពុនពីក្រៃអាយុលោកគ្រូប៉ុណ្ណឹងទៅហើយតើម៉ូតូនឹងធ្លាប់ដូរប្រេងបាតដែរអីហើយបានជាគ្រាន់តែប៉ុណ្ណឹងគាត់ទៅបាក់បាក់ខ្ញុំព្រមទៅសោះគ្រូចាប់ទៅមកធ្លាប់ដូរប្រេងបាតដែរអីប្រយ័ត្នចាញ់ខ្ញុំស្អប់តែចាស់អត់ដឹងប្រេងបាតនឹងទៅអើយគ្រាន់តែច្រៀងជាប់មាត់តតកែជាបៃអើយលោកគ្រូសង្ស័យក៏សួរខ្ញុំពាក្យនឹងក៏ពាក្យស្អាតសួរមកប្រៀបធៀបជាម៉ូតូតើខ្ញុំនឹងធ្លាប់ដូរប្រេងបាតទេចង់ដឹងម៉ូតូចាស់ហើយដល់បានដូរប្រេងបាតអត់អញ្ចឹងចាំខ្ញុំបាតរៀបរាប់ឲ្យបានស្អាតនិយាយពប៉ាប់នឹងនិយាយតែពាក្យជាប់ដាតច្រៀងមិនស្អាតដាក់ទំនុកដាក់ទៅទុកមិនបានច្បាស់អូយើងស្មានថាវាជាប់ប្រេងបាតអត់ដែរដូរលើកចង់ជួនក្បួនមកប្រើប្រាស់ជួនកាលជាប់ដាតខ្លះច្រៀងមិនច្បាស់លោកខន្តីអើយមើលខ្ញុំសួរបន្តិចទៅទៀតហើយខ្ញុំមិនមែនអាងទេខ្ញុំសុំឆ្លៀតណាគេប្រើឲ្យលោកគ្រូចាស់ធ្វើអីចាំមិនកំនៅក្មេងដូចនាងមុំឬក្មេងដូចប្អូនសទៅគ្រូចបៃគេឲ្យគ្រូឯងចាស់ធ្វើអីតាចបៃនរណាគេប្រើឲ្យចាស់គឺអេមកឆ្លើយទៅនឹងឲ្យខ្ញុំឲ្យច្បាស់មិននិយាយពីរឿងចាស់ហ៎បាទមកពីចាស់នោះមកពីជាប់ពុបប៉ាប់ហ្នឹងចឹងនួនណាយនួនសក់ទៅនឹងពាក្យពេចពីបុរាណខ្ញុំអាចចាំបានពាក្យតែចាស់មិនអាចកាក់ខាំងបានទេតែហៅតែព្រំលខិតកម្រិតឲ្យមកមនុស្សដែលកើតមកតែងតែកើតចាស់ឈឺស្លាប់ចូលដល់ធម្មសង្វេគទេបងណាអញ្ចឹងលើកខ្លីៗឲ្យលោកគ្រូស្ដាប់អើយកើតមកម្នាក់មិនអាចជាផុតទេសេចក្តីចាស់និងសេចក្តីស្លាប់អេសេចក្តីចាស់ហ្នឹងប៉ុន្តែកើតមកម្នាក់កើតជាមនុស្សត្រូវដឹងខុសនិងទាំងចាស់ទាំងក្មេងមុននឹងស្លាប់ទៅយើងត្រូវដឹងតើសង្គមជាតិយើងកើតមកមានការអភិវឌ្ឍឬមានការរៀបចំយ៉ាងម៉េចខ្លះបាទហើយនឹងខ្ញុំថាខ្ញុំអត់ដឹងទេនោះសួរមើលខ្ញុំដឹងអញ្ចឹងកើតមកត្រូវមានការសិក្សារៀនសូត្រឲ្យបានច្បាស់ត្បិតអីប្រទេសយើងមានការអភិវឌ្ឍកុំកើតមកមិនដឹងអីបាទមុននឹងចាស់វិលត្រឡប់ទៅស្រុកវិញអេដូចនួនសុកអ្នកចបៃអត់ទាន់បានឃើញទាំងណាទាំងណីអ្នកចបៃមិនដែលឃើញទេឈប់សួរទៀតគាត់ថាមុននឹងចាស់ឬរៀបនឹងស្លាប់គាត់រកស្រុកគាត់ឃើញចុះលោកគ្រូសទ្ធានោះលោកគ្រូសាក់សទ្ធានោះលោកគ្រូរកស្រុកឃើញណាលោកគ្រូចំណាស់នឹងហើយបើគ្រូសដាក៏រកស្រុកឃើញទៅលោកគ្រូរកឃើញឃើញហើយបងអូនស្រុកស្រុកខ្ញុំនៅអរិយខ្ចាត់ឯនោះមកលើគ្រូសដាគ្រូឯងថាចាស់ទៅបើសិនជាមរណកាលទៅស្រុកហើយចុះស្រុកលោកគ្រូឯងនឹងឈ្មោះអីបើបច្ចុប្បន្ននោះមន្ទីរមានជ័យហើយចុះបើដល់ស្លាប់ទៅចុះស្រុកណីណាខ្ញុំធ្លាប់តែស្គាល់ហើយស្រុកសៀមរាបខេត្តសៀមរាបស្រុកភ្នំព្រឹកបាត់ដំបងស្រុកណែសំរោងផងនៅឯឧត្តរមានជ័យស្រុកកងពីស័យស្រុកសំរោងយ៉ងខេត្តតាកែវក្តីចុះលោកគ្រូសូដាតកូលជ័យស្រាប់តែនិយាយថាស្លាប់ទៅស្រុកហ្នឹងអានឹងគេហៅស្រុកអីអណត្តាចបៃបន្តិចទៅទៀតចឹងលោកគ្រូចេះតែឆ្ងល់ពីរឿងទៅវិលត្រឡប់ទៅស្រុកអើយជម្រាបដុនសុកឲ្យបានច្បាស់ការដល់ពេលវិលត្រឡប់ទៅវិញណាគេហៅតែស្រុកបច្ឆាណានួនសុកកណ្ដុំឆែបលឺហើយចំ
មិនដែលលឺឡាយទំលឺពេលហ្នឹងហេ អញ្ចឹងខ្ញុំបាទជំរាបឲ្យដឹងពេលនឹងត្បិតលោកគ្រូឯងចង់ដឹងអំពីស្រុកតែពេលវិលត្រឡប់ទៅវិញគឺមច្ឆាអបច្ឆាដែលគេធ្វើកលែងតណៃកលែងតណាយើងស្រុកយើងដែលជាមច្ឆាអបច្ឆាហ្នឹងហើយច្រឡំមច្ឆា ច្រឡំមច្ឆាហ្នឹងទៅស្រុកត្រីហ្នឹង បច្ឆាហ្នឹងហើយយើងមិនអាចជាផុតកលែងនឹកឡើយទេត្រូវហើយអ៊ីតានេះចេះរក ថាតណៈហើយអ្វីដល់ពេលត្រឡប់ទៅស្រុកយើងវិញទៅយើងទៅឲ្យស្គាល់ស្រុកអូយកំរើតអ្នកជបើយ ចូលចិត្តតាកាំងប្រេងបាទ ដែលយើងនៅរស់កាយសប្ថ្ងៃមានស្រុកមានឃុំមានខេត្តមានភូមិគ្រប់គ្នាប៉ុន្តែលោកគ្រូសួរថាពេលត្រឡប់ទៅវិញដែលពេលយើងចាស់ទៅពេលត្រឡប់ទៅរកស្រុកកំណើត បាទអ៊ីចាស់ទៅរកស្រុកកំណើតចុះអាស្លាប់នេះមាន បាទអាស្លាប់ស្រុកកំណើតដែលយើងស្លាប់នោះ ស្លាប់មានស្រុកកំណើតទៀតនោះ ដូចជំរាបប្រាប់ឲ្យលោកគ្រូរួចហើយអញ្ចឹងលោកគ្រូឲ្យបើសិនតែឆ្ងល់អីទៀតឬមួយសង្ស័យ បាទ មិនដែលបានជួបគ្នាទេដល់ពេលកម្មវិធីប្រឡងចបៃយើងមាននិស័យជួបជាគូដៃសុទ្ធតែលេខ1អេ អរគុណគ្រូសដាប្រុសដូចគ្នាអាណិតមេត្តាកុំប្រើពាក្យថាមាននិស័យបើអាការគូវាអាចប្រើបានព្រោះអាហ្នឹងវាជាស្រីអាការគូវាសមហើយបើសិននាងចង់ប្រើពាក្យថានិស័យគ្រូសុកអ្នកចបៃពេញចិន្តានណាតែបើសិនពាក្យនិស័យគ្រូសដាប្រើខ្ញុំខឹងច្បាស់បើអាការគូវាប្រើពាក្យនឹងឬស្រីមុំប្រើខ្ញុំពេញចិត្តណាពីព្រោះលបិតទៅប្រុសនឹងស្រីឥឡូវចាប់កផ្លុកកផ្លែងចូលដល់សាច់ការគ្រូចបៃឥឡូវគ្រូចង់សួរពីអីថ្ងៃនេះប្លែកពេកក្រៃទៅមិនដឹងស្រុកកន្លែងស្លាប់អើយ ចឹងមិនតបជាប់បន្តអេរោគពាកជួនឲ្យល្អដើម្បីដាក់ជាសំណួរ បាទសួរមក ឲ្យស្របទៅតាមប្រធានបទល្អបងគួរចឹងខ្ញុំបាទសួរទៅសាជាថ្មី ចាំច្រៀងចប់ឲ្យលុយអ្នក ហើយសំណួរនឹងសួរក៏មិនវែងសំណួរនឹងសួរក៏មិនខ្លីទេ កុំវែងពេកហើយក៏កុំផ្លេចពេកសួរល្មមមកប្រយ័ត្នបញ្ជូនទៅស្រុកមិញ អញ្ចឹងឆ្ងល់ណាស់លោកគ្រូពិការចឹងមើលអីអត់ឃើញទេប៉ុន្តែលោកគ្រូដឹងតែប្រទេសយើងមានការសន្តិភាពណាតើបច្ចេកវិទ្យាតើលោកគ្រូអាចយល់ដែរឬអី ថៃមិនយល់បើឥឡូវគេឲ្យយកទូរស័ព្ទមកផង បើចេះតែផ្លុំខ្លីចេះតែស្ទាបចបៃតែដឹងឬអីសូមចាប់ចបៃឆ្លើយសម្ដីឲ្យខ្ញុំយល់ទេ នេះមានអ្នកថែមនឹងក្រុមនឹងឲ្យទៀតលោកគ្រូអត់តន់ធ្វើអើងអើយអ្នកខាងក្រោមថែមឲ្យអើងនៅទឹកនៅអឿនតិច សិល្បៈមកនៃសិល្បៈសាធារណជនខ្លាំងថែមហ្នឹងសន្តិភាពវេអ្នកករៈអ្នកករងស្ដាប់បានទេគ្រូទេស្ដាប់បានតែអ្នកស្ដាប់ហ្នឹងនេះខ្ញុំសួរគ្រូស្ដាប់បានអត់ បើលឺបើស្ដាប់បានវាមិនសូវបានទេមិនបានចេះបល័យនោះ អើខ្ញុំមិននិយាយបារាំងណាខ្ញុំនិយាយបាលីតើ បាទ ឥឡូវម្ដងទៀតណាតែចាំបកអើយបើមិនបានរៀននោះ ចុះគេឲ្យទៅរៀនមិនក៏មិនទៅ ទៅរៀនដែររៀនតែអក្សរយើងសាមញ្ញធម្មតានោះ អក្សរឬក៏អាថ្នាំ កាលហ្នឹងខ្ញុំរៀនតែអក្សរទេ ឆ្លើយសិនរៀនអក្សរឬក៏អាថ្នាំ អត់ទេអត់បានចូលដល់ថ្នាំទេកាលនោះត្រឹមតែអក្សរទេ អូហើយចឹងហើយបំទីទឹកឲ្យហើយទៅណោះ អត់ទេអុយដាក់តិចដែរកាលនោះរៀនអក្សរក៏រៀនបានតិចដែរអត់រៀនបានច្រើនផង ដោយសារតែម៉េចវាសុខភាពកាន់តែខ្សោយបានមិនសូវរៀនអក្សរអត់ទេរៀនខ្លាចដែរនោះ ឥឡូវស្នេហាអាកំប៉ុងជាងហើយម៉េច អត់ទេថ្ងៃ ចូលចិត្តអៀនបើខ្ញុំថ្ងៃមុនតាម TikTok ដាក់ទឹកថ្នោតជូរបាទផលិតផលខ្មែរនឹកឃើញពាក្យលោកគ្រូថោងមនីគាត់ថាពិសាដោយការទទួលខុសត្រូវ ត្រីងៀតមួយដុំបាយមួយចានទឹកថ្នោតជូរមួយផ្តិលតៃណាវាអានឹងផលិតផលខ្មែរយើងណា
men riêng là so đôi lục cừu ta nó có đau nó cho anh nó thì nó khi nhóm ở đây khi nhóm aksha men aso đấy nè khi nhóm riêng aksha sang Sanskrit là aksha mẹ thẹn thà akara và lời nhầm tao á Santi phía bên nè nè Karang Campuchia porai Samay dạng rứ samay Krop pi krong bẹp Santi phía cứ sầm đạch bà vò thấp và đầy hôn mà nét và sao riêng riêng nom sốc sốc xoan tiếp hiệp sầm may sầm đạch hôn sen sầm đạch để chua kẹ mà ha sana và đây cướp krong tiệt nực hơi bịa priệp đập bỏ qua thế cả thà chứ xoan tiếp hiệp priệp smileประស័យភ្នែកគួរឲ្យសង្វេគយ៉ាងអស្ចារ្យលះបង់កូនជាទីស្នេហាកាលពីសម័យរបបអង្គការមហាភ្លឺស្វាងមហាលូតផ្លោះខ្ញុំស្ដាប់រឿងកូនប្រុសកើតក្រោមពន្លឺព្រះច័ន្ទយំម្នាក់ឯងជោគទឹកភ្នែកជោគខ្នើយអស់គេប៉ុន្តែឥឡូវខ្ញុំឆ្លើយឲ្យត្រង់ចំពោះគេសន្តិភាពនោះស្ដីពីរឿងបច្ចេកវិទ្យាអេកអើយឆ្លើយឲ្យស្របនឹងសំណួរនៃគ្រូជាយៈសដាស្គាល់ជាយៈអត់ហ៎ខ្ញុំមិនជាណាអូផ្ទះដៃជូនលោកគ្រូជាយៈសដាមួយបាទមិនជាណាណ៎គេជ័យសដាហ្នឹងឯងមិនស្ដាប់អត់ដឹងអីចឹងនៅឲ្យស្ងៀមអត់ទេគ្រូលោកគ្រូក៏ជួយផ្ដល់ដែរគាត់ថាមិនជាណាជ័យសដាអូចឹងទេដល់ខ្ញុំអត់បានថែមអញ្ចឹងជាយៈនឹងពាក្យបាលីប្រែថាជ័យនឹងឯងជ័យនឹងប្រែថាជំនះណាគ្រូសដាច្បាប់ស្ដាប់ឲ្យច្បាស់ប្រយ័ត្នទៅផ្ទះគិតតែពីអសបើខ្ញុំមិនចេះទេអសហ្នឹងខ្ញុំចេះតែថ្នោតជូរផលិតផលល្អប៉ុន្តែអាហ្នឹងតើតែជូរមែនតែនកុំលាយស្ករទៅត្រូវបន្តចិត្តនឹងខ្ញុំចង់ប្អូនសតោះឥឡូវខ្ញុំមិនចង់ប្រធាននៅបាត់ទេចេះនឹកឃើញសំឡេងគូធាមិញជាយៈនឹងជ័យសដាហ្នឹងហើយមកគូស្ដាប់យល់សុំទោសលោកគ្រូអើយកុំឲ្យលោកគ្រូស្ដាប់បាបខ្ញុំអ្នកលេងមួយលោកគ្រូទេសុំទោសមែនហើយលោកគ្រូស្ដាសម័យនេះឯងណាគេហៅបច្ចេកវិទ្យាខ្ពស់សំបីតែខ្ញុំជន់ពិការភាពភ្នែកចេះប្រើទូរស័ព្ទវែកញែកដឹងត្រូវខុសគេវាមានអាសំឡេងវាហ្នឹងគេប្រាប់ខ្ញុំឲ្យដឹងមានទាំងឈ្មោះឧទាហរណ៍ថាប្អូនឈឿនវាសនាគេផ្ញើមីសេចមកអញ្ចឹងវាប្រាប់ថាវាស្នើឈឿន send a voice clip វាប្រាប់អញ្ចឹងការគូតិចលឺអញ្ចឹង add friend មកឲ្យបានណាគ្រូទទួលអត់អីទេហើយចាំ add friend មកលោកគ្រូហើយចាំអាការគូគេ send មកថាការគូ send a sticker love សម្បាមកគាត់ឧទាហរណ៍សោះដែរឯងអង្គុយឧទាហរណ៍ជាងគេទៀតនោះវាចេះតែសម័យប៉ុន្តែវាអត់ដូចសម័យ I like a dream ប៉ុន្តែវាមិនអាចទៅរួចជាមួយនឹង dream តោះអញសម័យនេះណាក្នុងវិភពលោកាវិភវៈប្រែថាពិភពលោកគេទំនើបខ្លាំងក្រៃប៉ុន្តែមុននឹងខ្ញុំឆ្លើយទៅទៀតខ្ញុំសូមផ្ដាំដល់អ្នកទស្សនានៅគេហដ្ឋានទាំងប្រុសស្រីឃើញអាវីដេអូ4-10វិនាទីខ្លីតិចទៅច្រឡំថាចៅឯងប្រុសឬស្រីអានឹង AI ទេកុំច្របល់មែនហើយអ្វីក៏ដោយវាមានទាំងវិជ្ជមាននិងអវិជ្ជមាននៅច្បាស់ស្រួលសរសេរត្បិតតែលើមនុស្សច្រើនក្លាហានប៉ុន្តែពេលខ្លះក្លាហានភ្លេចឬគល់ភ្លេចជាតិខ្លួនជាខ្មែរហើយ
បច្ចេកវិទ្យាខ្ពស់ទៅចុះបណ្ឌកិច្ចឲ្យដល់ណោះដូចជាបច្ចុប្បន្នហ្នឹងគេមានការផ្សាយបន្តផ្ទាល់ឬផ្សាយផ្ទាល់អង់គ្លេសគេហៅថា live ការច្រៀងបែបចបៃមហោស្រពចបៃដងវែងក្នុងប្រធានបទទុំពាំងស្នងឫស្សីអានៅច្បាស់ប្រយ័ត្នសរសេរខុសទៅជាត្រពាំងស្នងឫស្សីវឹកហើយបើចឹងបច្ចេកវិទ្យាយើងសពថ្ងៃជាពិសេសកម្ពុជាយើងណាលោកគ្រូសូដាជ័យសពថ្ងៃយើងក៏ទំនើបដែរខ្ញុំក៏អាចប្រើទូរស័ព្ទទោះបីខ្ញុំងងឹតភ្នែកទាំងទ្វេខ្ញុំចេះលេង TikTok and Facebook and YouTube ជាហោហើយ This is my pronunciation natural មិនខ្ញុំចូលក្នុង pronunciation របស់គេប៉ុន្តែយើងនិយាយឲ្យច្បាស់ភាសាគេទើបគេថាអូគាត់នឹងគាត់ចង់និយាយអញ្ចឹងអញណែខ្ញុំស្ដាប់ព័ត៌មានមួយកាលពីព្រឹកមិញខ្ញុំអូស TikTok រួចឲ្យខ្ញុំមកអូស Facebook ឮថាទំនើបថ្មីយើងនិយាយឲ្យចេះទៅសម័យនេះពិតជាទំនើបនៅក្រោមម្លប់សន្តិភាពដែលដឹកនាំពីអតីតកាលដោយសម្ដេចអគ្គមហាសេនាបតីបច្ចុប្បន្នហ្នឹងស្គាល់បច្ចុប្បន្នហ្នឹងទេបាទបច្ចុប្បន្នបើមិនបកខ្ញុំនឹងអង្គុយកាំងនោះភាសាអភិធម្មហ្នឹងអតីតាំងវាបច្ចុប្បន្នហ្នឹងវាអនាគតាំងវាហ្នឹងណាមិនអនាគតាំងវាអនាគតាំងអនាគតាំងអញក៏តាំងខ្ពស់ទាំងអស់គ្នាទាំងបានណាទៀបឯងបើចឹងសម័យនេះសម័យទំនើបមែនហើយប៉ុន្តែបច្ចុប្បន្នព្រឹត្តិការណ៍ដែលកើតឡើងគួរឲ្យខ្ញុំសោកស្ដាយណារឿងរ៉ាវនៅទូលដែនប៉ុន្តែខ្ញុំមិនយកមកអត្ថាធិប្បាយប៉ុន្តែសំខាន់យុវជនយើងមកក្រុមណាលោកគ្រូសដាគេបានបង្កើត drone មួយយ៉ាងអស្ចារ្យមិនបាច់យើងទៅយកពីបរទេសឡើយ drone នឹងអាចស៊ើបការនៅព្រំដែនណាលោកគ្រូហើយមិនយើងទៅទិញពីបរទេសឡើយខ្មែរយើងមានហើយព្រោះយុវជនហើយណែអស្ចារ្យណាដូច្នេះខ្ញុំសូមពឹងឲ្យបងប្អូនយើងគណៈអធិបតីទះដៃជូនយុវជនខ្មែរយើងផងទេសាធុដូច្នេះបច្ចេកវិទ្យានិងយុវជនប្រើទៅមិនឲ្យសុនគឺក្នុងន័យទទួលខុសត្រូវមិនមែនចេះតែប្រើទាំងខ្លួនស្ទាក់ស្ទើរមិនដឹងខ្យល់អ្វីមិនដឹងអាណាដើមអាណាចុងចេះតែប្រើទៅបើនិយាយអ្វីវិញប៉ះនរណាក៏ប៉ះទៅមិនខ្វល់ទេដល់សមត្ថកិច្ចគេទៅដល់ផ្ទះតាំងជេរគេអានឹងគេហៅថាប្រើឥតដឹងអ្វីបើដូច្នេះតង់ប្រយ័ត្នធ្វើបិទទៅទំនើបមែននេះលោកីចូលប្រើវាឲ្យមានអត្ថន័យដូចខ្ញុំចាប់បៃអីចឹងដែរគ្រូដូចដឹងស្រាប់ហើយឲ្យតែមានអ្នកភ្លឺមកអូនជួយថតឲ្យលោកគ្រូតិចមកថតចាប់បៃដាក់ប្រធានបទនេះដាក់ប្រធានបទនោះទៅហើយទូរស័ព្ទឥឡូវហ្នឹងគេមានហៅអក្សរណាគេហៅឧទាហរណ៍ថាខ្ញុំចង់ឆាតទៅប្អូនថេងកំសអញ្ចឹងខ្ញុំហៅជាអក្សរទៅអត់ទោសប្អូនស្អែកនេះខ្ញុំយឺតបន្តិចហើយយើងដល់យើងស្ដាប់មើលម្ដងទៀតទៅវាអានអញ្ចឹងត្រូវយើងមានសំឡេងវាមួយមានទីតាំងមួយវាដាក់សែនអញ្ចឹងយើងចុចវាពីដងពឹបទៅសែនទៅហើយដល់ពេលបើប្អូនកំសគាត់ចូលមើលហើយវាអានថាគឹមសស៊ីនមានន័យថាមើលអា Telegram ហ្នឹងស៊ីនណាអញ្ចឹងវាដឹងបើថាគឹមសអត់តន់ចូលមើលវាអានគឹមស not seen យ៉ាងណែឃើញទេយុវជនសម័យថ្មីទំនើបអីចឹងគ្រូជ័យសូដាដូច្នេះប្រធានបទនេះខ្ញុំឆ្លើយយ៉ខ្លីអស្ចារ្យក្រែងលោកគ្រូគណៈកម្មាធិការគាត់រួចចកេះគាត់ចុកខ្នងឥឡូវលោកគ្រូឆ្ងល់អីទៀតខ្ញុំឆ្លើយប៉ុណ្ណឹងជាចម្បងដឹងហើយថាយុវជនបច្ចុប្បន្ននេះសម័យទំនើបមានបច្ចេកវិទ្យាខ្ពស់ផងបំណងខ្ញុំសូមត្រេកអរពិសេសអរគុណសម្លេងទះដៃយ៉ាងប្រពៃភ្ញៀវទាំងឡាយដែលបានបន្តយុវជនខេមរៈជាតិយើងអាចធ្វើបាន
ជាមង្គលៈនគរមង្គលៈនឹងជាមង្គលនគរណាជាប្រទេសដ៏មង្គលប្រទេសដ៏ល្អប្រយុទ្ធវជនសុទ្ធតែមានធម៌បង្កើតរបស់ថ្មីរស់ក្នុងសម័យសន្តិភាពគ្មានសង្គ្រាមទៀតក្នុងលោកីអរគុណប្រមុខរាជរដ្ឋាភិបាលទាំងអតីតទាំងបច្ចុប្បន្នក្តីរក្សាដែនដីឲ្យខ្ញុំឲ្យតាយាយឲ្យគ្រូសដាចបៃរស់បានសន្តិភាពដល់ឥឡូវអើយបើមានចងល់អីទៀតសួរទៀតទៅអស់ចម្ងល់អស់ខ្វល់ក្នុងចិត្តទេស្ដាប់ឮពេតដាក់សុតតែត្រូវណាបើមិនទាន់យកដងចបៃវាយអុយពាក្យពេចឆ្លៃមកខ្ញុំស្ដាប់ទៅសុតតែត្រូវហើយមានន័យកាលដំបូងខ្ញុំសួរស្មានតែឆ្លើយមិនត្រូវព្រោះគាត់អត់ដែលបានឃើញអ្វីគាត់នេះលោតែភ្នែកតែហ្មងគាត់នេះឃើញតែគាត់ពិការមែនពិតគាត់បានសិក្សាចំណេះវិជ្ជាចំណេះដឹងរបស់គាត់កំពុងពោះជ្រៅជ្រៅដល់ពេលចម្លើយឆ្លើយទៅខ្ញុំបានស្ដាប់នឹងសែនពីរោះគេសាធុគ្រូជ័យសដាហើយចលោថ្ងាស់លោទ្រូងមិនក៏មិនលោមិនក៏តាចូលចិត្តលោភ្នែកសំណាងឲ្យគ្រាន់តែយកដៃចង្អុលចបើដាក់ដាល់ផងវាមិនបែកអើយចាំមិនក៏គ្រូសដាចូលចិត្តលោភ្នែកប្រយ័ត្នច្រឡំដល់ភ្នែកបែកគ្រាប់ភ្នែកខ្ញុំពឹងអ្វីយេទោះបីខ្ញុំមើលមិនឃើញបើខ្ញុំលួចមើលអាការគូបានខ្លះព្រោះនាងជាស្រីចឹងអរគុណណាស់លោកគ្រូបានឆ្លើយត្រឹមត្រូវពីអ្វីនឹងដាក់ទៅសុទ្ធតែចំអញ្ចឹងចំណែកហើយរូបខ្ញុំអរគុណពន់ពេកអផុតលេខសូមឲ្យលោកគ្រូណាលេខដាក់ចុងក្រោយបញ្ចប់ព្រោះអីលោកគ្រូច្រៀងបានពីរោះរៀបរាប់បានល្អដើម្បីរាប់បន្តជូនពរជ័យសាធុជូនគណៈអស់លោកដែលបានជួបជុំទាំងប្រុសស្រីសូមឲ្យលោកបានសុខសួស្តីលោកចាប់ចបៃជូនពរជ័យជាបន្តយ៉ាគ្រូសដាអេយណាតែដឹងតែបរោះបាទខ្ញុំរុញឲ្យទាំងអស់ហើយបាតនឹងឲ្យផ្អែមមកសូទៅប្រហែល5ជើងក៏ប្រឹងបាទអីចុះបាទដែលបាទផ្អែមនឹងសំទៅកំសហើយនឹងស្នាទេបាទនឹងគ្រូឯងបាច់ទេយើងមិនឆ្លើយអ្មេចយើងត្រូវចេះអប់រំដើម្បីឲ្យក្មេងចំនួនក្រោយធ្វើតាមយើងអូអញ្ចឹងហ៎មានន័យថាជាករុជាភាពធ្ងន់ឲ្យក្មេងមើលឃើញតាមអញ្ចឹងហ៎អូអញ្ចឹងល្អណាស់អរគុណប៉ុន្តែខ្ញុំឆ្ងល់ប៉ុន្តែឆ្ងល់មិនឆ្លើយទេភាសាខ្មែរពីដើមគេហៅមានមីងឲ្យគ្រូសដាច្រៀងចបៃលន់សូគុលព្រីងដាំព្រីងចុងព្រីងអាចុងក្រោយមានអ៊ីចុះអាកន្លែងមិញអើយអ៊ីចាឆ្ងល់អីចុះយើងកើតគោជាខ្មែរយើងមានអ៊ីដែរនោះអ៊ីណាអ៊ីនោះមានអ៊ីអង់គ្លេសទេអានឹង A B C D E បើចិនបានគេមានអ៊ីរបស់គេប៉ុន្តែខ្មែរយើងមានតែមីងលោកមីងអ្នកម្ដាយតូចលោកម្ដាយធំពាក្យទំយឺនតិចទៅលោកបាទអ្នកខ្លះទៅហៅជ្រុលទៅហៅអ៊ំទៅជូនពោដឹងឲ្យជូនហើយពួកខ្ញុំពោនឹងសម្រាប់ជូនបើសំខាន់ខ្ញុំឆ្ងល់គូឯងដឹងតែខ្លួនពោះម៉ាយដែរមិនចូលចិត្តរោអ៊ីមិនក៏រោអូនមកដល់ថ្ងៃក្រោយច្រៀងចេះកុំច្រៀងអ៊ីសូមចាប់ហើយតាយាយចបៃសូមជូនពោហើយណាអត់អូនណាហើយកុំថាអ៊ីពួកអ៊ីនឹងវាភាសាគេទេបាទហើយចាំអូនទៅទៅចំទៅសតអេឧត្តមសតបងយើងទៅមិនអានឹងដូចតែវាអើយចឹងណាអ៊ីដែលលោកគ្រូនិយាយមិញហ្នឹងខ្ញុំចង់ឲ្យបជាអ៊ីចឹងបន្តចឹងជូនវគ្គបន្តទៀតចុះកំសគេចេះធ្វើពិធីកហើយមិនគួរឲ្យមកធ្វើទេសញ្ញាឲ្យលោកគ្រូសញ្ញាឲ្យសញ្ញាហើយអូសញ្ញានឹងសញ្ញាអ៊ីការ៉ិចបូកណែបូក Z តោះអរគុណលោកគ្រូអ្នកគ្រូពហុសូត្រអ្នកបញ្ញវន្តបញ្ញាវោណូជឹងត
អ្នកចេះអ្នកដឹងយ៉ាងក្រាន់សុំទោសឆ្លងឆ្លើយទៅបីមុនដំបូងគិតថាបើគេឲ្យ30យើងច្រៀងតែ5 10បានហើយអាណិតអាមុំនៅអាការគូគេបញ្ញាប់ទៅផ្ទះជួបប្រពន្ធប្តីប៉ុន្តែឥឡូវវាជ្រុលគេឲ្យដល់សញ្ញាបើចឹងខ្ញុំទៅបីសូមជូនពរជ័យដូចតទៅច្រឡំអ៊ីដែរមិញសូមទោសនិយាយម្ដងទៀតឲ្យសញ្ញាឲ្យទៅមិនដឹងទេច្រឡំអ៊ីឥឡូវកែអ៊ីមួយសិនបើចឹងដល់ពេលវេលាឲ្យខ្ញុំជូនពរជ័យគ្រូហើយគ្រូចេះវិញកុំអ៊ីបាទកុំអ៊ីណាបាទអត់អ៊ីទៀតទេសូមបានសេរីគ្រប់ប្រាណសូមឲ្យពេកខជនថាពេកខជនហើយមិនបាច់ថាពេកខនារីទៀតទេថាពេកខជនទៅបើពេកខនារីត្រូវពេកខបរោះផងមិនមែនអ្នកភាសាខ្មែរទេប៉ុន្តែលោកគ្រូស័ក្តិសុធាលោកគ្រូអ៊ីងវណ្ណាលោកគ្រូសយសារ៉េតនៅនេះសិតតែអ្នកជើងភាសាឲ្យព្រោះធ្លាប់បួសធ្លាប់រៀនប៉ុន្តែគាត់គេមិនឲ្យមីក្រូគាត់គេឲ្យមីក្រូខ្ញុំអញ្ចឹងខ្ញុំខ្លាំងជាងលោកគ្រូបើខ្លាំងណាស់ខ្លាំងនៅលើវេទិកាទៀតណាតិចច្រឡំលើកទឹកថ្នោតជូរម៉ាសូឲ្យខ្ញុំដាក់ទៅខ្ទេចបើចឹងចាប់ចបៃសូមឲ្យពេកខជនគ្រប់គ្នានៅនាសម័យឆ្នាំ2025បានជួបបានជ័យអ្នកដែលមិនជាប់លេខវាច្បាស់ជាលោកគ្រូសាស្ត្រាចារ្យគណៈកម្មការគាត់មានហេតុផលហើយទើបគាត់ប្រាប់5អ្នកដែលជាប់លេខក៏ត្រូវសកម្មចែករំលែកជាប្រចាំកំបីខានបើចឹងសូមបានសុខសេរីបានជោគបានជ័យគ្រប់ប្រាណចាប់បីបញ្ចប់សូមលាសន្តានបើមានសម័យប្រឡងលើកក្រោយហៅក៏បានទៀតអើយម្ដងអត់អ៊ីទេហើយសូមលាតណា